តាមពិតអញ្ចឹងសោះយុវជនអ្នកដឹកជញ្ជូនទំនិញតាមអនឡាញ e-gate ដែលត្រូវបរិសម្នាក់ប្រើហិង្សានៅខណ្ឌច្បារអំពៅជាមុខសញ្ញាចាស់ករណីធាក់ប្លន់ម៉ូតូមហាជនពិតជាបានដឹងហើយថាកាលពីវេលាម៉ោង 10:10 នាទីយប់នៅថ្ងៃទី 27 ខែឧសភា ឆ្នាំ 2025 ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ 1 សង្កាត់វាលស្រូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញមានករណីគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចរួចក៏ប៉ះពាក្យសម្ដីគ្នាឈានដល់ជនស៊ីវិលម្នាក់ប្រើហិង្សាទៅលើអ្នកដឹកជញ្ជូនទំនិញហើយសកម្មភាពនោះត្រូវបានគេថតបង្ហោះផ្អាយពេញបណ្ដាញសង្គមបានសម្របសម្រួលដោះស្រាយគ្នាបញ្ចប់ហើយប៉ុន្តែអ្វីដែលមិននឹកស្មានដល់ក៏ស្រាប់តែបែកធ្លាយអ្នកដឹកជញ្ជូនទំនិញរូបនោះជាមុខសញ្ញាធាក់ប្លន់ម៉ូតូត្រូវបានសមត្ថកិច្ចឃាត់ខ្លួនប្រកល់ទៅកម្លាំងស្នងការដ្ឋាននគរបាលខេត្តរតនគិរីយកទៅចាត់ការតាមនីតិវិធីយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាបន្ទាប់ពីមានករណីហិង្សាមួយបានកើតឡើងដោយសារករណីគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចហើយប៉ះពាក្យសម្ដីគ្នារវាងបរិសម្នាក់បានវាយអ្នកដឹកជញ្ជូនទំនិញតាមអនឡាញម្នាក់ឈ្មោះវ៉ាន់ដាមសុធាវ័នកាលពីវេលាម៉ោង 10:10 នាទីយប់នៅថ្ងៃទី 27 ខែឧសភា ឆ្នាំ 2025 ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ 1 សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញសមត្ថកិច្ចបានធ្វើការស្រាវជ្រាវនិងក៏ហៅភាគីទាំងពីរមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវបន្ទាប់មកនៅថ្ងៃទី 28 ខែឧសភា ឆ្នាំ 2025 សមត្ថកិច្ចបានអញ្ជើញភាគីទាំងពីរមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវដើម្បីសួរនាំជុំវិញករណីហិង្សានេះភាគីបរិសុទ្ធដែលប្រើហិង្សាគឺមិនបានចូលរួមដោយផ្ទាល់នោះទេដោយឲ្យតំណាងជំនួសបងប្រុសគឺមកចូលរួមដោះស្រាយនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវក្រោយពីសួរនាំរួចភាគីទាំងពីរបានសំណូមពរសមត្ថកិច្ចសូមសម្របសម្រួលបញ្ចប់រឿងមិនមានការប្តឹងផ្តល់គ្នានោះទេដោយភាគីបរិសុទ្ធដែលប្រើហិង្សាយល់ព្រមសងសំណងជំងឺចិត្តចំនួន 2 លានរៀលជូនដល់ភាគីអ្នកដឹកជញ្ជូនទំនិញតាមអនឡាញហើយសមត្ថកិច្ចធ្វើការណែនាំនិងធ្វើកិច្ចសន្យាអប់រំមិនឲ្យមានករណីហិង្សានោះទៀតទេបញ្ជាក់បរិសុទ្ធដែលប្រើអំពើហិង្សាលើអ្នកដឹកជញ្ជូនទំនិញតាមអនឡាញគាត់ជាជនស៊ីវិលបន្ទាប់ពីដោះស្រាយករណីហិង្សារួចរាល់នៅថ្ងៃដដែលសមត្ថកិច្ចបានទទួលដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោកសាយគូហៅចៅក្រមស៊ើបសួរសាលាដំបងខេត្តរតនគិរីចុះនៅថ្ងៃទី 28 ឧសភា ឆ្នាំ 2024 បញ្ជាឲ្យឃាត់ខ្លួនជនត្រូវចោទឈ្មោះវ៉ាន់ដាមសុធីវ័នហៅកណ្ដុលពីបទលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សាធាក់ប្លន់យកម៉ូតូប្រព្រឹត្តនៅចំណុចឃុំល្អឿនឃុំតើនស្រុកកូនមុំខេត្តរតនគិរីកាលពីថ្ងៃទី 24 ធ្នូ ឆ្នាំ 2023 ជនត្រូវចោទឈ្មោះវ៉ាន់ដាមសុធីវ័នហៅកណ្ដុលភេទប្រុសអាយុ 18 ឆ្នាំជាជនជាតិខ្មែរបានរត់គេចពីខេត្តរតនគិរីមកលាក់ខ្លួននៅរាជធានីភ្នំពេញប្រកបមុខរបរអ្នកដឹកជញ្ជូនស្នាក់នៅភូមិគូក្លៀងសង្កាត់គូក្លៀងខណ្ឌសែនសុខបច្ចុប្បន្នជនត្រូវចោទខាងលើត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រគល់ខ្លួនទៅកម្លាំងស្នងការដ្ឋាននគរបាលខេត្តរតនគិរីយកទៅចាត់ការតាមនីតិវិធី